ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកបង្ហាញបងប្អូនថាកសិកម្មទឹកឃ្មុំខ្មែររបស់ពួកយើងមានលក់អីខ្លះឥឡូវបងប្អូនឃើញស្រាប់ហើយនេះនៅនឹងក្បែរដៃរបស់ខ្ញុំហ្នឹងយើងមានលក់ដូចជាកមុនឃ្មុំមានលក់នៅដុំក្បាលទឹកឃ្មុំប្រភេទនេះហើយក៏មានលក់នៅដុំក្បាលទឹកឃ្មុំប្រភេទនេះផងដែរហើយយើងមានលក់ទឹកឃ្មុំច្រើនប្រភេទមានទឹកដមផ្កាកមានទឹកដមកៅស៊ូហើយមានទឹកដមមានអីចឹងជាដើមហើយយើងក៏មានលក់នៅដូចជាលំអងឃ្មុំហើយនៅមានរបស់សម្រាប់ត្រាំទឹកឃ្មុំមួយចំនួនទៀតដូចជាខ្ញីស្លឹកគ្រៃអីហ្នឹងហើយនឹងក្រូចឆ្មាហើយក៏មាននៅផ្លែកទួតព្រៃស្រស់ហើយក៏មាននៅផ្លែកទួតព្រៃដែលយើងត្រាំហើយហ្នឹងក៏មានដែរហើយក៏យើងមានខ្ញីត្រាំទឹកឃ្មុំអីហ្នឹងជាដើមអញ្ចឹងសម្រាប់បងប្អូនដែលចង់បាននៅផលិតផលមួយណាសម្រាប់យកទៅធ្វើជាឱសថប្រចាំគ្រួសារយើងញ៉ាំនៅពេលដែលយើងមានបញ្ហាសុខភាពគឺល្អមែនទែនអញ្ចឹងបងប្អូនអាចជឿទុកចិត្តបានផលិតផលចេញពីកសិដ្ឋានទឹកឃ្មុំខ្មែររបស់ពួកយើងគឺជាផលិតផលខ្មែរពិតសង្ឃឹមថាបងប្អូនជួយគាំទ្រផលិតផលកសិករខ្មែរយើងនៅក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករនៅក្នុងស្រុកនិងជួយថែរក្សាសុខភាពរបស់បងប្អូនអរគុណជម្រាបលាអ្នកដែលបានទស្សនាវីដេអូនេះជូនពរសុខភាពល្អទាំងអស់គ្នាជម្រាបលា